បាទសួស្តីបងប្អូនអរគ្នាអានេះខ្ញុំចង់មាន tip ខ្លីមួយសម្រាប់បងប្អូនដែលអត់ទាន់ដឹងណាបាទបើសិនជាបងប្អូនដែលបានដឹងអានឹងគាត់អាចអស់រំលងទៅបាទនេះសម្រាប់ដែលបងប្អូនមិនទាន់បានដឹងមានកន្លែង status នេះមួយដែលវាដាក់ថា VIP benefit បាទអានេះវាចង់និយាយថាបើសិនជា scan ណាដែលមាន update software នៅ update បានបាទនឹងទទួលបានអត្ថប្រយោជន៍សំខាន់ចំនួន5បាទហើយក្នុងហ្នឹងគឺមាន key function ចំនួន21ហើយនឹង software ដែលសម្រាប់ support ពិសេសហ្នឹងមានចំនួន100ឯនោះបាទអញ្ចឹងថាតើVIP benefit ហ្នឹងតើវាមាន file icon ស្អីខ្លះបាទអញ្ចឹងបងប្អូនចង់ដឹងបងប្អូនដែលមាន scan បាទអាច hotel ឬក៏ Autofix អាចចូលឲ្យនេះបាទ benefit មកបាទអញ្ចឹងចូលមកបងប្អូននឹងឃើញបែបនេះបាទអញ្ចឹង5 core ហ្នឹងដែលបងប្អូននឹង5 core benefit ហ្នឹងបងប្អូនឃើញមានទីមួយ basic vehicle coverage programming and coding security unlock special function and configuration បាទអញ្ចឹងទាំងអស់ហ្នឹងគឺវាមានបែបនេះបងប្អូនឃើញទេបាទអញ្ចឹងតើតើនឹង basic diagnostic វាមាន6 vehicle coverage មាន2 key function ហើយនឹង programming coding មាន7 security unlock មាន4ហើយនឹង special function configuration មាន2បាទអញ្ចឹងសួរថាតើអាហ្នឹងប្រើបាននៅពេលណាបាទអាហ្នឹងប្រើបាននៅពេលដែលម៉ាស៊ីនយើងនៅ update បាននៅ free update 2ឆ្នាំគឺអាចប្រើបានអញ្ចឹងបើសិនជាផុត update function ហ្នឹងនឹងលែងមានហើយនៅក្នុង scan ហ្នឹងបាទអញ្ចឹងដូចបងប្អូនបានឃើញនេះបាទ basic មានន័យថាម៉ាស៊ីនយើងដែលផុត update ឬក៏ scan ដែល update អត់បានបាទគឺអត់ទទួលបាន3ហ្នឹងទេបាទហើយនេះគឺម៉ាស៊ីនដែលនៅ update ហើយនឹងនៅ free update 2ឆ្នាំគឺអាចទទួលនៅ function ពេញតែម្ដងណាឃើញទេ fully support បាទហើយ tick ទាំងអស់បាទអញ្ចឹងមានថាល្អហើយនេះគឺជា model 908 S3 ដែលខ្ញុំយកមកបង្ហាញនេះបាទគឺដោយសារមុខងារនេះគឺមាន VCI ធំបាទមាន VCI ធំបែបនេះហើយវាមានមុខងារ programming ក្នុងនោះដែរដូច្នេះហើយវាមានមុខងារច្រើនបាទអញ្ចឹងបងប្អូនចង់ដឹងបន្ថែមទៀតតើបន្ទាប់ពីហ្នឹងមានស្អីខ្លះទៀតបងប្អូនអាចចូលទៅក្នុង Chrome នេះបាទ view detail មកបាទអញ្ចឹងនៅក្នុងហ្នឹងឥឡូវ Hotel គាត់បាន update នៅ software មួយចំនួនសម្រាប់ដែលបងប្អូនគាត់ធ្វើឡាន Volkswagen ធ្វើឡាន Zip ដែលគាត់ត្រូវការ unlock security វាបាទ software ហ្នឹងគឺបងប្អូនអាចទិញ direct បាននៅលើ scan ក៏បានអាចតាក់ទងខាងOBD Cambodia ក៏បានឬក៏ Hotel Cambodia ក៏បានណាបាទគឺបងប្អូនអាចមើលឃើញណាមិនមែនមានតែប៉ុណ្្នឹងទេមានច្រើនបាទបងប្អូនឃើញមាន5បាទទី1គឺ Volkswagen Gateway នេះ unlock បាទ SGW ហើយ Renal Security Gateway ADAS បាទនេះសិតតែទិញថែមណាបាទហើយនេះ SCA នេះសម្រាប់បងប្អូនដែលចំណាំធ្វើឡាន Zip បាទធ្វើឡាន Zip ហើយសួរថាតើអាហ្នឹងបើយើងបង់លុយអាហ្នឹងទៅធ្វើអីបានខ្លះបាទនៅក្នុងក្រុមនេះគឺក្រុម group Volkswagen ណា Volkswagen អញ្ចឹងយើងអាសាជួបជាងគេគឺ Zip អញ្ចឹង Zip ហ្នឹងសួរថាធ្វើអីបានខ្លះបងប្អូនអាចចុចមើលមកណាបាទចូលរឿងវាមកចុចថែមមកទៀតមកបាទនេះគឺគេនិយាយប្រាប់ថាវាអាច unlock function ហ្នឹងគឺអាចឲ្យយើងactive test special function advanced function online អីហ្នឹងផ្សេងហ្នឹងបាទការងារច្រើនហ្នឹងដែលអាចធ្វើបានបន្ទាប់ពីយើង unlock account ហ្នឹងណា account ហ្នឹងគឺគេឲ្យយើងត្រូវបង់បន្ថែមបាទហើយក្រៅពីហ្នឹងទៀតមានស្អីទៀតនេះករណីដូចបងប្អូនត្រូវការ configuration នេះដូរ reset service ដូរស្បែកប្រាំង airbag module coding អីផ្សេងបាទគឺត្រូវការហើយសួរថា FCA ហ្នឹងហើយនឹង SGW ហ្នឹងតើវា cover នៅលើ ម៉ាកអីខ្លះបាទនេះដូចបងប្អូនបានឃើញនេះបាទឃើញទេបាទទាំងអស់នេះគឺសុទ្ធតែឡានអាមេរិកណា Alfa Romeo Chrysler Dodge Fiat Jeep Lancia Mercedes បាទអញ្ចឹងទាំងអស់នេះគឺជាឡានប្រភេទអាមេរិកដែលអាមេរិកវាបានដាក់នៅប្រព័ន្ធ security ហៅកាត់ថា SGW នេះ security gateway បាទដើម្បីគេងាយស្រួលក្នុងការ control ប្រព័ន្ធរថយន្តនៅប្រទេសអាមេរិកណាបាទ FCA បាទគឺគេមានក្រុមការងារធ្វើការងារអស់ហ្នឹងបាទអញ្ចឹងផ្សេងទៀតក៏ស្រដៀងគ្នាដែរណាបាទអញ្ចឹងបងប្អូនត្រូវការ
អាចតាក់ទងមកផ្ទាល់ក៏បានហើយបងប្អូនចង់ទិញផ្ទាល់ក៏បានបាទនៅលើហ្នឹងណាបាទអូខេអញ្ចឹងនេះគេ tip ចែកម្លែកខ្លីៗបងប្អូនខ្លះគាត់អត់ដឹងអីណាបាទច្រើនណាឃើញទេ programming online ដូរ module អីណាឃើញទេដូរ module អីក៏យើងត្រូវការដែរ replace អញ្ចឹងនៅពេលដែលយើង free update 2ឆ្នាំឬក៏ម៉ាស៊ីនដែលនៅ update បានបាទគឺយើងទទួលបានអត្ថប្រយោជន៍ច្រើនណាឃើញទេ tick activation support បាទមានច្រើនមែនតើហើយធ្វើឲ្យបានខ្លះនេះ security gateway unlock security algorithm security login SFD offline coding offline programming coding online coding ច្រើនមែនតើណា